នាងជាសំនៀងច្រៀងរឿងស្នេហ៍ខ្ញុំក្នុងនាមប្រកម្មដួងចិនក្រៀមក្រំខ្លោចផ្សាគេងគិតគេងផ្សងចិនប៉ងប្រាថ្នាលបលួញស្នេហាលើរួមជីវ៉ាជាភរិយាគេពេលបានជួបមុខប៉ុនតុងអងភ័យបានលឺសំដីពីរស់មានន័យម្លេះទេ